ឆ្នាំសិក្សា2026-2027នេះហើយដោយសារតែការងារយើងពលាញឹកក៏យើងឆ្លៀតដាក់កម្មវិធីនេះបញ្ចូលឲ្យគឺការចុះកិច្ចសហប្រតិបត្តិការរវាងសាលាស្តង់ដារជំនាន់ថ្មីសាខាភាសាអង់គ្លេសជាមួយនឹងសាលាបណ្ដុះបញ្ញាបាទនៅថ្ងៃនេះអញ្ចឹងចង់បញ្ជាក់អ្នកទាំងអស់គ្នាថាកិច្ចសហប្រតិបត្តិការដែលយើងចាប់ដៃគូជាមួយខាងសាលាបណ្ដុះបញ្ញាអន្តរជាតិនេះមានគោលដៅសំខាន់មួយចំនួនទី1គោលដៅសំខាន់ក្នុងនាមយើងជាអ្នកដើរតួនាទីក្នុងវិស័យអប់រំតួនាទីសំខាន់គឺផ្ដល់សេវាអប់រំដែលមានគុណភាពខ្ញុំសូមគោរពដល់លោកកែនយូ SPC លោកយុវសាខាទទួលគ្រូដែលអញ្ជើញមកពីខាង APC ក៏ដូចជាចំនួនថ្មីបាទថ្ងៃនេះវាជាឱកាសមួយដែលខាងប្រពញ្ញាក៏ដូចជាសាលាចំនួនថ្មីអង្គសំបានធ្វើកិច្ចសហប្រតិបត្តិការឬក៏ហៅ MOU ហើយតាក់ទងជាមួយនេះវាជាឱកាសមួយដែរហើយដើម្បីយើងរៀនសូត្រពីគ្នាទៅវិញមកហើយខាងប្រពញ្ញារៀងរាល់ខែយើងតែមានកម្មវិធី MOU បាទខែមុននោះយើងក៏បានចុះជាមួយនឹងខាងកម្មវិធីណាផ្សេងដែរហើយខែនេះខែ8នេះរៀបចំជាមួយនឹង SBC ក៏ដូចជាចំនួនថ្មីមិនជាការបង្រៀនឧទាហរណ៍បងផ្នែកអ្នកបាកោបងផ្នែកសន្តិសុខបងផ្នែកអ្នកអនាម័យអញ្ចឹងក៏អាចរៀនសូត្រផ្លាស់ប្ដូរបាទឥឡូវតាក់ទងជាមួយស្តង់ដារមិនដើម្បីឲ្យគុណភាពណាអាគាររបស់យើងឬក៏គុណភាពការបើកបររបស់យើងឬក៏សេវាកម្មរបស់យើងវាល្អប្រសើរអញ្ចឹងចំនួនថ្មី